Clinic សុខាលាភសូមជម្រាបសួរយើងសង្កេតឃើញថាក្រោយពីចូលឆ្នាំខ្មែររួចមានជំងឺពីរកើនឡើងគួរឲ្យកត់សម្គាល់គឺជំងឺរលាកថ្នោកនោមនិងជំងឺស្ទះគ្រោះតាមបង្ហួរនោមកត្តាចម្បងដែលកើតជំងឺនេះគឺដោយសារតែកង្វះជាតិទឹកបាទកង្វះជាតិទឹកហ្នឹងគឺខែនេះគឺជាខែក្តៅហើយពេលចូលឆ្នាំយើងដើរលេងហ្នឹងគឺមានបងប្អូនយើងមួយចំនួនហ្នឹងគឺអាចញ៉ាំទឹកតិចហើយគាត់ដើរលេងហ្នឹងគឺបែកញើសច្រើនណាចេញញើសចេញច្រើនទៅហើយអញ្ចឹងទឹកនោមមានតិចអញ្ចឹងអាចបង្កឲ្យមានកើតជំងឺរលាកថ្នោកនោមហើយនឹងអាចក៏កើតគ្រោះដូច្នេះហើយសូមបងប្អូនមេត្តាញ៉ាំទឹកឲ្យបានគ្រប់គ្រាន់បាទជាពិសេសនៅរដូវក្តៅនេះដើម្បីកាត់បន្ថយជំងឺរលាកថ្នោកនោមនិងជំងឺគ្រោះតម្រងនោម